Câu sọ tàng mình với robot xâm đạch thập đấy bằng hành pi Americ lưu má nông cá cạch trong cốt nìa việc Campuchia. Boostrong nhắm Boostrong ngắn chương kề. Ta lúc nét lọp sẵn kết mớ bỏ sọ robot mê đặc nóm Campuchia đáy rửa tế. Tu bây chìa xâm đạch thập đấy chia nì dựa ra bàn trái vây khmênh chương kế nông đầm bón ASEAN.ប៉ុន្តែលោកមានសរសៃសក់ស្កូវច្រើនជាងគេបំផុតតើលោកអ្នកមានដឹងដែរឬអត់តើសរសៃសក់ស្កូវនីមួយៗរបស់សម្ដេចធិបតីមានអត្ថន័យជ្រាលជ្រៅបែបណាទៅថ្មីនេះរូបភាពរបស់សម្ដេចមហាបវរធិបតីនាយករដ្ឋមន្ត្រីហ៊ុនម៉ាណែតដែលអង្គុយជ្រងថ្ងាសបិទភ្នែករួមជាមួយវត្តមាននៃសរសៃសក់ស្កូវដែលដោះចេញមកមុនវ័យបង្ហោះភ្ជាប់ជាមួយតារាងនាយករដ្ឋមន្ត្រីវ័យក្មេងជាងគេបំផុតប្រចាំតំបន់អាស៊ានបានក្លាយជាប្រធានបទដ៏ក្តុកក្តួលក្នុងដួងចិត្តមហាជនខ្មែរគណនី Facebook មួយឈ្មោះរស្មីអ៊ុំបានសរសេរសារយ៉ាងចាក់ដោតថាសម្ដេចធិបតីគឺជាមេដឹកនាំដែលក្មេងជាងគេក្នុងតំបន់អាស៊ានប៉ុន្តែលោកមានសក់ស្កូវច្រើនជាងគេដោយសារតែអាមេរិកដ៏ធ្ងន់ដើម្បីជាតិនិងប្រជាជនរូបភាពមួយសន្លឹកពិតជាមានតម្លៃលើសពីពាក្យពេចន៍រាប់ពាន់ម៉ាត់ស្កូវសក់មួយសរសៃរបស់សម្ដេចធិបតីតំណាងឲ្យញើសនិងការបូជាពេលវេលាដើម្បីសេចក្តីសុខរបស់ប្រជាគ្រប់គ្នាទឹកមុខដែលពោពេញដោយការគិតគូររបស់សម្ដេចធិបតីបានផ្ញើសារដ៏មានអត្ថន័យឲ្យប្រជាពលរដ្ឋខ្មែរគ្រប់រូបបានយល់ថាតើមេដឹកនាំកម្ពុជារូបនេះមានអាមេរិកលើស្មាធ្ងន់កម្រិតណាតើអ្វីទៅជាអាមេរិកដ៏ធ្ងន់លើស្មារបស់មេដឹកនាំកម្ពុជាអត្ថន័យនៃសក់ស្កូវទាំងនោះមិនមែនគ្រាន់តែជាការប្រែប្រួលនៃវ័យនោះឡើយប៉ុន្តែវាគឺជាសក្ខីភាពនៃបុព្វហេតុធំទាំងនេះ 1. ការលះបង់សេចក្តីសុខផ្ទាល់ខ្លួនពេលវេលាសម្រាកនិងគ្រួសារត្រូវបានបូជាដើម្បីការងារដឹកនាំនិងសុខទុក្ខរបស់រាជខ្មែរ 2. ការទទួលខុសត្រូវលើជោគវាសនាជាតិរាល់ការសម្រេចចិត្តរបស់មេដឹកនាំគឺជាការកំណត់អនាគតសេដ្ឋកិច្ចនិងសន្តិភាពសម្រាប់មនុស្សរាប់លាននាក់ 3. ការឈរនៅជួរមុខក្នុងគ្រាវិបត្តិមិនថាព្យុះសង្គ្រាមនៃវិបត្តិសកលឬបញ្ហាចំពោះមុខមេដឹកនាំគឺជាបង្គោលដ៏មាំដែលត្រូវរក្សាភាពរឹងមាំទប់ទល់នឹងសម្ពាធមតិនិងការរិះគន់ដើម្បីបញ្ជាសង្គ្រាមនិងការបាត់បង់អាយុជីវិតប្រជាជនចូលចងចាំថាសន្តិភាពដែលយើងកំពុងទទួលបាននៅថ្ងៃនេះគឺជាផលបានមកពីការដោះដូរដោយញើសនិងឈាមក្រោមយុទ្ធសាស្ត្រឈ្នះរបស់សម្ដេចតេជោនិងស្មារតីបន្តវេនស្ងាត់តែមិនស្ងៀមរបស់សម្ដេចធិបតីតាមប្រសាសន៍កាលពីថ្ងៃទី13ខែមករាឆ្នាំ2025សម្ដេចធិបតីបានបញ្ជាក់យ៉ាងច្បាស់ថាការលំបាករបស់ជាតិគឺជាការលំបាករបស់ខ្មែរគ្រប់រូបគន្លឹះដែលនាំឲ្យនាវាកម្ពុជាអាចទៅមុខរួចគឺការប្រែក្លាយការឈឺចាប់ឲ្យទៅជាកម្លាំងសាមគ្គីភាពនិងការបដិញ្ញាចិត្តលុបបំបាត់ភាពអសកម្មដើម្បីពង្រឹងសក្តានុពលជាតិក្នុងនាមជាកូនខ្មែរយើងពិតជាមានសំណាងដែលមានមេដឹកនាំប្រកបដោយមនសិការនិងភាពអត់ធ្មត់ខ្ពស់បំផុតរូបភាពនៃស្កូវសក់ទាំងនេះនឹងដក់ជាប់ក្នុងដួងចិត្តយើងជានិច្ចជាការរំលឹកឲ្យយើងរួមសាមគ្គីគ្នាជាធ្លុងមួយដើម្បីការពារជាតិមាតុភូមិជាទីស្រឡាញ់និងជួយជ្រោមជ្រែងឲ្យនាវាកម្ពុជាធ្វើដំណើរទៅកាន់ត្រើយសុភមង្គលនិងភាពរុងរឿងជានិរន្តរ៍ចោះប្រិមិត្តក្នុងនាមជាប្រជាជាតិខ្មែរមានពាក្យពេចន៍អ្វីនិយាយថ្លែងអំណរគុណទៅកាន់មេដឹកនាំកម្ពុជាសម្ដេចបវរធិបតីខ្ញុំបាទតារាពីកម្មវិធី60